បាទថ្ងៃនេះខ្ញុំចេញវីដេអូបង្ហាញទាក់ទងនឹងការសេរីម៉ូងរបស់យ៉ាមហាអ៊ឹមស្លាស់ដែលបងប្អូនភាគច្រើនខ្លះគិតក៏មិនបានយល់ដេញទេពីរបៀបសេរីម៉ូងវាមិនដេញពីសេរីពីណាទៅណាហើយថ្ងៃនេះខ្ញុំបានជួបនៅយ៉ាមហាអ៊ឹមស្លាស់មួយគ្រឿងនេះហើយក៏មានពេលក៏ឆ្លៀតឱកាសដើម្បីធ្វើជាវីដេអូបង្ហាញដល់បងប្អូនដែលមិនទាន់បានចេះសេរីម៉ូងរបស់យ៉ាមហាអ៊ឹមស្លាស់ជំហានដំបូងយើងបើកសសិនមកបងប្អូនបើសហើយយើងមើលទៅលើម៉ោងរបស់វាគណៈនៅពេលនេះនៅកងទឿគឺម៉ោង 2:42 នាទីហើយរបៀបសេរីរបស់យើងទីដំបូងទៀតគឺចុចអានេះឲ្យជិបចុចវាឲ្យជិបចុចម៉ោងបន្តិចទៀតវានឹងលូតហើយណាវានឹងលូតកន្លែងម៉ោងពេលដែលវាលូតកន្លែងម៉ោងហើយយើងប្រឡែងដៃវាហើយចុចសេរីទៅរោម៉ោងដែលយើងចង់សេរីម៉ោងប៉ុន្មានហើយមើលតិចម៉ោង 10:44 នាទីបន្ទាប់ពីដឹងថាម៉ោង 10:44 នាទីយើងចុចវាទៅមុខមួយទៀតទៅចុចមុខម្ដងមួយទៅដល់ម៉ោងដែលយើងចង់សេរីអូលឺបាត់ហើយក៏ថ្មីណាមិនខ្ញុំចុចទៅលឺដៃវាមិនស្ដាប់បង្គាប់របស់ម្ចាស់ណាម្ចាស់បានតែចង់តែកាត់ក្វត់ចូលម៉ោង 10បន្ទាប់ពីបានម៉ោង 10ហើយយើងចុចវាឲ្យយូរម្ដងទៀតដើម្បីទៅសេរីនាទីរបស់វាណាចុចមកនាទីរបស់វានឹងទៅម៉ោង 10ប្រហែលនាទី44ដាក់មួយទៀតមកប្លក់44បន្ទាប់ពីបាន44ហើយចុចទុកវាឲ្យយូរវានឹងលោតអូខេហើយប៉ុណ្ណោះគឺស្រេចបាច់ម៉ោងរបស់យើងម៉ោង 10:44 នាទីបន្ទាប់ទៀតយើងចង់ដឹងថាម៉ោងដែលយើងសេរីនេះបានត្រូវស្តង់ដារវិញអត់បាត់សហើយបើកសមកវិញម៉ោងដែលយើងសេរីនេះគឺនៅក្នុងចំកន្លែងដែលយើងសេរីណាអត់វាអត់ទៅណាទេមានន័យថាវាទទួលបានជោគជ័យហើយវីដេអូនេះក៏មានតែប៉ុណ្ណេះឯងជួយ like ជួយ share ម្នាក់មួយផង